សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយតោះកុំឲ្យខាតពេលវេលាយូរយើងទៅបន្តសាច់រឿងរបស់ពួកយើងបន្តទៀតមួយសន្ទុះក្រោយមកបុរសម្នាក់បានឈរមើលទៅលើមេឃហើយស្រែកខ្លាំងៗថាខ្យល់បក់ដើម្បីឲ្យពួកគេយល់ពីខ្លឹមសារពិតនៃខ្យល់នៅពេលដែលគាត់ស្រែកខ្លាំងៗរាងកាយរបស់គាត់ចាប់ផ្ដើមហើមហើយមានរោមពណ៌ប្រផេះលីខៀវបានទម្លុះពីពេញផ្ទៃនៃស្បែករបស់គាត់សម្លៀកបំពាក់ខាងលើរបស់គាត់ផ្ទុះឡើងភ្លាមៗដោយបង្ហាញសាច់ដុំដ៏រឹងមាំរបស់គាត់ហើយមានពន្លឺពណ៌បៃតងយ៉ាងក្រាស់ចេញពីគាត់ທາງសានសង្ជឹងគិតថាតើនេះជាដំណាក់កាលទី4ឬក៏ជាដំណាក់កាលទី5គេអាចនិយាយថាបុរសវ័យកណ្ដាលម្នាក់នេះក៏ជាមនុស្សដែរហើយមានការដាំដុះខ្ពស់បំផុតដែលគាត់មិនធ្លាប់បានឃើញធាតុខ្យល់ក្រាស់បានរួមគ្នាភ្លាមៗហើយធាតុខ្យល់ដ៏ក្រាស់នេះបានរុំព័ទ្ធពួកគេទាំង10នាក់ស្ដេចបិសាចចចកខ្យល់បែរក្បាលទៅមើលមហាបូជាចារ្យហើយនិយាយថាវាងយ៉ាងហ្វឹងគ្រប់គ្រងធាតុខ្យល់បានបន្តិចហើយមហាបូជាចារ្យឆ្លើយដោយប្រងើយកន្តើយថាគាត់មកពីត្រកូលអ្នកបម្រើហើយដែនកំណត់របស់គាត់គឺគ្រាន់តែដំណាក់កាលទី4តែប៉ុណ្ណោះគាត់ទៅតែបានប្រសើរឡើងទឹកមុខរបស់ស្ដេចបិសាចរឹងរូសមួយសន្ទុះរួចហើយក៏ងក់ក្បាលរុំព័ទ្ធដោយធាតុខ្យល់ពន្លឺពណ៌បៃតងភ្លឺបានវិលជុំវិញທາງសាននិងមនុស្ស9នាក់ទៀតគាត់បានដើរដោយប្រុងប្រយ័ត្ននៅធម្មពលនៃខ្យល់ដោយបញ្ចូលជាមួយនឹងខ្សែឈាមរបស់គាត់បណ្ដាលឲ្យមានការផ្លាស់ប្ដូរតិចតួចនៅក្នុងកម្លាំងធាតុរបស់គាត់ភ្លាមៗនោះគាត់បានរកឃើញថាធាតុខ្យល់ដែលនៅជុំវិញគាត់ហាក់ដូចជាត្រូវបានស្រូបយកដោយគាត់បន្ទាប់ពីខ្សែឈាមរបស់គាត់បានប្ដូរជាមួយនឹងភាពវៃឆ្លាតនិងបទពិសោធន៍ច្រើនរបស់គាត់យល់អ្វីមួយភ្លាមហេតុផលដែលកំបិតខ្យល់របស់គាត់និងល្បឿនខ្លាលខិនមិនអាចកែលម្អបានគឺមិនមែនដោយសារតែការរឹតបន្តឹងនៃខ្សែឈាមនោះទេវាក៏ដោយសារតែពួកគេខ្វះជំនួយពីធាតុស្រដៀងនឹងគ្នានោះមានន័យថាដោយមានលក្ខខណ្ឌត្រឹមត្រូវកំបិតខ្យល់របស់គាត់អាចត្រូវបានធ្វើឲ្យប្រសើរឡើងដែរនៅពេលនោះក្នុងចំណោមមនុស្សទាំង10នាក់មានតែយុវជនមួយចំនួនតូចទេដែលនៅរស់រានមានជីវិតដែលបានបង្ហាញពីការផ្លាស់ប្ដូរនោះសម្លៀកបំពាក់របស់បានរហែកហើយគាត់មានរោមដុះចេញពីរាងកាយរបស់គាត់ពង្រីកគួរឲ្យគាត់សម្គាល់ពន្លឺពណ៌បៃតងខ្ចីរំកិលចូលទៅក្នុងភ្នែករបស់គាត់ភ្នែករបស់វាងយ៉ាងហ្វឹងភ្លឺឡើងហើយជាមួយនឹងរលកនៃធម្មពលរបស់គាត់ព្យុះកំបិតត្បូងបានរុំជុំវិញរាងកាយរបស់យុវជនភ្លាមៗដោយទាញគាត់ទៅចំហៀងវាច្បាស់ជាសញ្ញានៃការឆ្លងកាត់ការវាយតម្លៃທາງសានមិនប្រញាប់ប្រញាល់បង្ហាញខ្លួនឡើយធាតុខ្យល់ដ៏ក្រាស់បែបនេះនឹងមិនមានដោយធម្មជាតិជាមួយនឹងមូលដ្ឋានគ្រឹះនៃការដាំដុះបច្ចុប្បន្នរបស់គាត់ទេគាត់មិនមានវិធីដើម្បីបង្រួមវាយ៉ាងសកម្មនោះទេមិនឆ្លៀតឱកាសស្រូបយកច្រើនវាថែមទាំងអាចជួយគាត់ទម្លុះរនាំងគាត់បានអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺមនុស្សទី2ដែលមានប្រតិកម្មគឺគ្មាននរណាក្រៅពីលីងមូស៊ុយដែលនៅក្បែរគាត់នោះទេលីងមូស៊ុយបញ្ចេញសំឡេងយំហើយរាងកាយរបស់នាងក៏ហើមបន្តិចមិនច្បាស់ដោយយុវជនពីមុនឡើយដោយគ្រាន់តែខ្នងរបស់នាងបង្ហាញរោមសត្វប៉ុន្តែពណ៌បៃតងនៅក្នុងភ្នែករបស់នាងគឺក្រាស់គួរឲ្យកត់សម្គាល់ពន្លឺពណ៌បៃតងបានរំកិលមកពីមុខនាងហើយលើកនាងចុះពីលើដីបន្តិចវាងយ៉ាងហ្វឹងបានក្រវីដៃរបស់គាត់ម្ដងទៀតដោយរុំរាងកាយរបស់នាងដោយធាតុខ្យល់ហើយរំកិលនាងទៅម្ខាងខណៈពេលដែលនិយាយថាខ្សែឈាមមិនខ្លាំងទេប៉ុន្តែកាន់តែស៊ីគ្នាជាមួយនឹងធាតុខ្យល់ក្រោយមកក្មេងប្រុស2នាក់ទៀតដែលមានអាយុប្រហែល10ឆ្នាំបានបង្ហាញប្រតិកម្មវាងយ៉ាងហ្វឹងច្បាស់ជាមានការថប់អារម្មណ៍បន្តិចហើយធាតុខ្យល់ដែលក្រាស់កាន់តែខ្លាំងឡើងប៉ុន្តែທາງសានអាចមើលឃើញយ៉ាងច្បាស់ថារាងកាយរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយញើសរួចទៅហើយការបញ្ចេញធាតុខ្យល់ខ្លាំងបែបនេះគឺជាក់ស្ដែងបានប្រើប្រាស់ធម្មពលជាច្រើនពិតណាស់គាត់កំពុងធ្វើការយ៉ាងលំបាកដោយសង្ឃឹមថាមនុស្សកាន់តែច្រើនក្នុងចំណោមពួកគេនឹងឆ្លងកាត់ការវាយតម្លៃតាមខ្សែឈាមស្ដេចបិសាចចចកខ្យល់បាននិយាយយ៉ាងត្រជាក់កុំពន្យាពេលវេលាពិធីបូជានេះជាការគ្រប់គ្រាន់ហើយវាងយ៉ាងហ្វឹងបានទទូចថាលោកម្ចាស់ពេល1នាទីទៀតខ្ញុំមានអារម្មណ៍ថាគួរតែមានអ្នកផ្សេងទៀតທາງសានដឹងថាគាត់មិនអាចរងចាំទៀតបានទេដោយបិទភ្នែករបស់គាត់ដៃរបស់គាត់លើកយឺតនៅពីមុខគាត់ពេលគាត់បើកភ្នែកវិញពន្លឺពណ៌ខៀវភ្លឺបានផ្ទុះឡើងហើយធាតុខ្យល់ដែលនៅជុំវិញនោះបានប៉ះគាត់យ៉ាងច្បាស់បន្ទាប់មកក៏បាត់ទៅក្នុងខ្យល់វិញបន្ទាប់មកកាំបិតខ្យល់ប្រវែង3អ៊ីងបានបញ្ចូលគ្នានៅក្នុងបាតដៃរបស់គាត់កាំបិតខ្យល់មិនធំទេប៉ុន្តែសកម្មយ៉ាងខ្លាំងនៅពេលបន្ទាប់ដូចជាមិនអាចគ្រប់គ្រងបានកាំបិតខ្យល់បានបាញ់ទៅលើអាកាសកើតជាសំឡេងរហែកមេឃពេញអាកាសវាងយ៉ាងហ្វឹងភ្ញាក់ផ្អើលខ្យល់បក់ហើយមែនទេប៉ុន្តែដោយមិនស្ទាក់ស្ទើរគាត់បានក្រវីដៃនាំທາງសានចេញមកជាមួយគាត់មហាបូជាចារ្យដែលអង្គុយនៅទីនោះងក់ចិញ្ចើមបន្តិចមើលទៅទិសដៅរបស់ທາງសាននៅពេលនោះការបញ្ចេញធាតុខ្យល់របស់វាងយ៉ាងហ្វឹងក៏ត្រូវបានបញ្ចប់
ហើយគាត់បានហក់ចូលទៅកន្លែងរបស់គាត់វិញវ៉ាងយ៉ាងហ្វឹងបាននិយាយថាมันមានការផ្លាស់ប្ដូរច្រើននៅក្នុងរាងកាយប៉ុន្តែមានភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងធាតុខ្យល់ធ្វើឲ្យភ្នាក់ដឹងខ្លួនពីជំនាញដើមនៃកុលសម្ព័ន្ធបិសាចចចកខ្យល់ប្រតិកម្មរាងកាយតិចតួចគឺប្រហែលជាដោយសារតែអាយុរបស់គាត់វ៉ាងយ៉ាងហ្វឹងនិយាយទាំងដង្ហើមចូលដោយគោរពបូជាចារ្យវាស្រដៀងនឹងពេលដែលខ្ញុំមានអាយុដូចនឹងគាត់ដែរមហាបូជាចារ្យបានផ្ដល់ការក្រឡេកមើលធ្វើឲ្យនាងសម្លឹងទៅឆ្ងាយពីທາງសានមានមនុស្ស10នាក់ដែលបានចូលរួមក្នុងការធ្វើតេស្តនេះហើយមាន5នាក់បានបង្ហាញប្រតិកម្មស្ដេចបិសាចចចកខ្យល់បានគ្រវីដៃរបស់គាត់ហើយបិសាចចចកដ៏ខ្លាំងក្លាជាច្រើនបានប្រញាប់ប្រញាល់ទៅមុខដោយចាប់មនុស្ស5នាក់ដែលបរាជ័យក្នុងការសាកល្បងហើយអូសពួកគេទៅម្ខាងនៅពេលនេះមហាបូជាចារ្យក៏ក្រោកឡើងយឺតហើយដើរឆ្ពោះទៅកាន់អាសនៈហើយគាត់បានបន្លឺសំឡេងថាសូមឲ្យពិធីបូជាចាប់ផ្ដើមស្ដេចបិសាចចចកបានក្រាបថ្វាយបង្គំនាងដោយគោរពរួចដើរតាមនាងឆ្ពោះទៅកាន់អាសនៈហ្វាំងយ៉ាងហ្វឹងមិនបានដើរតាមពួកគេទេប៉ុន្តែបានឈរក្បែរអ្នកទាំង5ដែលបានជាប់ការសាកល្បងការដកដង្ហើមរបស់គាត់បានធូរស្រាលបន្តិចគាត់បានបន្ទាបក្បាលហើយសម្លឹងមើលທາງសានការសម្លឹងរបស់គាត់បានងាយឆ្ងល់នឹងທາງសានជាខ្លាំងមហាបូជាចារ្យឡើងដល់វេទិកាដោយមានស្ដេចបិសាចចចកឈរក្បែរនាងគាត់បានបន្លឺសំឡេងយ៉ាងវែងនៅលើមេឃអៅវូរួមជាមួយនឹងការស្រែកហូររបស់គាត់បិសាចចចកខ្យល់ទាំងអស់តែមានវត្តមានបានស្រែកឡើងលើមេឃមួយសន្ទុះក្រោយមកនៅខាងក្នុងទីក្រុងបិសាចចចកខ្យល់សំឡេងស្រែកបានបន្លឺឡើងដូចជាវងសត្វហៀបនឹងត្រៀមការវាយប្រហារបន្លឺឡើងបន្តិចម្ដងមហាបូជាចារ្យបានបន្លឺសំឡេងរបស់គាត់នាងមើលទៅចាស់ប៉ុន្តែនៅក្នុងភ្នែកពណ៌បៃតងដ៏ជ្រៅរបស់នាងពន្លឺដ៏ត្រជាក់ចែងចាំងសំឡេងរបស់នាងបានបញ្ចេញយ៉ាងច្បាស់ថាថ្ងៃនេះជាថ្ងៃគោរពបូជាបុព្វបុរសរបស់យើងពូជពងរបស់យើងជាផ្នែកនៃត្រកូលបរិសុទ្ធជាកម្មសិទ្ធិរបស់ពូជសាសន៍ដ៏រឹងមាំនិងកាច់សាហាវបុព្វបុរសចចកដ៏អស្ចារ្យបានបង្កើតពួកយើងដែលអនុញ្ញាតឲ្យពួកយើងមានការរីកចម្រើនចូលយើងផ្ដល់ឈាមដ៏ឈ្ងុយឆ្ងាញ់បំផុតដើម្បីឧទ្ទិសដល់បុព្វបុរសរបស់យើងពេលនាងនិយាយយ៉ាងនេះភ្លាមនាងក៏ងាកទៅចំហៀងខាងក្រោមអាសនៈដែលមានមនុស្ស5នាក់ជាទាសករមិនបានឆ្លងកាត់ការវាយតម្លៃមហាបូជាចារ្យបានពោលថាដោយឈាមរបស់យើងប៉ុន្តែមិនអាចដាស់រស្មីនៃត្រកូលរបស់យើងឈាមដ៏កខ្វក់របស់អ្នកហ៊ានគ្រប់ដណ្ដប់ខ្លឹមសារនៃឈាមបិសាចចចកខ្យល់របស់យើងមានតែឈាមប៉ុណ្ណោះដែលអាចសម្អាតភាពអាម៉ាស់របស់អ្នកបានសម្រាប់គេដូចជាគេបានរៀបចំរួចរាល់ហើយនៅពេលដែលមហាបូជាចារ្យនិយាយនោះបិសាចចចកកាន់យុវជនទាំង5នាក់នោះចាប់ស្មារបស់គេភ្លាមប្រើដៃទាំងសងខាងហាច់រាងកាយរបស់ពួកគេដាច់ពីគ្នាឈាមហូរចេញភ្លាមបាញ់ទៅលើអាសនៈទិដ្ឋភាពនេះបានលាតត្រដាងភ្លាមនៅពេលដែលທາງសានបានឃើញវាគាត់អាចមានអារម្មណ៍ថាមានឈាមហូរទៅកាន់ថ្នះរបស់គាត់នៅពេលដែលរាងកាយរបស់គាត់រឹងដៃរបស់គាត់បានក្តាប់យ៉ាងតឹងប៉ុន្តែភ្លាមនោះស្រាប់តែមានស្រមោលមួយបោករារាំងទិដ្ឋភាពរបស់គាត់ការឈររារាំងគាត់គឺមិនឲ្យមើលឃើញទិដ្ឋភាពនេះគឺគ្មាននរណាក្រៅពីវ៉ាងយ៉ាងហ្វឹងនោះទេທາງសានបានខំបបេមាត់របស់គាត់នៅពេលនោះគាត់ពិតជាមានអារម្មណ៍ថាគាត់ស្ទើរតែទ្រាំមិនបានទោះជាយ៉ាងណាក៏ដោយមានការអន្តរាគមន៍របស់វ៉ាងយ៉ាងហ្វឹងបានធ្វើឲ្យឈាមដែលកំពុងពុះរបស់គាត់ត្រជាក់បន្តិចម្ដងស្ដេចបិសាចចចកខ្យល់ទំនងជាអ្នកប្រយុទ្ធដ៏ខ្លាំងម្នាក់នៅក្នុងដំណាក់កាលទី5ហើយមហាបូជាចារ្យនេះប្រហែលជានៅដំណាក់កាលទី6ប្រសិនបើគាត់ចេញទៅឥឡូវនេះគាត់នឹងមិនអាចសម្រេចអ្វីក្រៅពីការស្លាប់របស់គាត់នោះទេនៅពេលដែលបិសាចចចកបានសម្លាប់មនុស្សវាមិនខុសពីការសម្លាប់សត្វពាហនៈនោះទេនៅពេលនេះសម្លេងមហាបូជាចារ្យបានបន្លឺឡើងម្ដងទៀតថ្វាយដង្វាយທາງសានដើរបន្តិចដោយគេចពីការរារាំងរបស់វ៉ាងយ៉ាងហ្វឹងដើម្បីមើលទៅខាងក្រោយវ៉ាងយ៉ាងហ្វឹងហាក់ជាយល់ហើយក៏ងាកក្បាលទៅមើលគាត់ដោយទឹកមុខបន្តិចខណៈនោះកុមារផ្សេងទៀតបានញាក់ឡើងញ័ររន្ធត់ជាខ្លាំងពេលនេះທາງសានមានទឹកមុខភ័យខ្លាចពេលដែលគាត់ឃើញរឿងបែបនេះវ៉ាងយ៉ាងហ្វឹងមានអារម្មណ៍ធូរស្រាលបន្តិចហើយរុញគាត់ទៅក្រោយដោយដៃស្ដាំរបស់គាត់ទោះបីជាທາງសានមិនដឹងថាបុគ្គលនេះស្ថិតក្នុងឋានៈអ្វីនៅក្នុងកុលសម្ព័ន្ធបិសាចខ្យល់ក៏ដោយពីការវាយតម្លៃពីមុនរបស់គាត់ចំពោះពួកគេនិងសកម្មភាពរបស់គាត់ឥឡូវនេះយ៉ាងហោចណាស់គាត់មានបេះដូងដែលទំនោរទៅរកមនុស្សជាតិមុននឹងត្រូវគេរុញទៅក្រោយអ្វីដែលគាត់បានឃើញនោះគឺស្ត្រីអាក្រាតកាយត្រូវបានគេលើកឡើងលើឆាកសរុបចំនួន10នាក់ដោយមិនសង្ស័យទាំងនេះគឺជាដង្វាយដែលបូជាចារ្យបាននិយាយរាងកាយរបស់ທາງសានញ័រទោះបីជាគាត់បានឃើញការស្លាប់របស់មនុស្សជាច្រើននៅក្នុងទីក្រុងបិសាចចចកខ្យល់ក៏ដោយក៏ការសម្លាប់ដោយផ្ទាល់និងទ្រង់ទ្រាយធំនិងអំពើខុសខើបែបនេះគឺជាអ្វីដែលគាត់មិនធ្លាប់បានឃើញពីមុនមកសូម្បីតែជីវិតមុនក៏គាត់កម្រមានអារម្មណ៍ខឹងដូចពេលនេះដែរអតីតស្ដេចនៃចំនួនទី1គាត់ជឿថាគាត់មានការគ្រប់គ្រងលើអារម្មណ៍របស់គាត់ប៉ុន្តែតើគាត់អាចរក្សាភាពស្ងប់ស្ងាត់បានយ៉ាងលុនម្ដេចដូនតាដ៏អស្ចារ្យថ្ងៃនេះកូនចៅរបស់អ្នកសូមបង្ហាញនៅអាហារឈាមស្រស់បំផុតសូមបន្តប្រទានពរដល់កូនរបស់អ្នកដើម្បី
ឲ្យខ្សែឈាមបិសាចជាចកខ្យល់កាន់តែរឹងមាំនិងរឹងមាំដង្វាយឈាមត្រូវបានបង្ហាញអមដោយការស្រែកធ្ងន់របស់មហាបូជាចារ្យប្រៀបបានទៅនឹងការស្រែកយំរបស់ខ្មោចនិងសំឡេងចចកបំពង់ករបស់ស្ត្រីទាំង10នាក់ដែលយកទៅកាន់អាសនៈត្រូវបានខ្ទេចខ្ទីឈាមរបស់ពួកគេហូរនឹងប្រឡាក់អាសនៈខណៈពេលដែលសំឡេងចចកបានសាយភាយពេញទីក្រុងចចកខ្យល់ម្ដងទៀតសម្រាប់ពួកគេវិធីបូជាគឺជាពេលមួយនៃការរំភើបរីករាយជាខ្លាំង10នាក់ទៀតបានស្លាប់ខាងសានបិទភ្នែកដោយទុក្ខព្រួយនៅពេលនេះបេះដូងរបស់គាត់មិនស្ទាក់ស្ទើរទេគាត់នឹងផ្លាស់ប្ដូរពិភពលោកនេះផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងទាំងអស់នៅពេលនេះគាត់ចង់ធានាថាមនុស្សនៅទីនេះលែងត្រូវបានចាត់ទុកថាជាទេសកលទៀតហើយនឹងផ្ដួលរលំការគ្រប់គ្រងរបស់ត្រកូលបិសាចនិងត្រកូលវិញ្ញាណក្នុងលោកណាក៏ដោយច្បាប់ព្រៃមានតែតាមរយៈការធ្វើឲ្យមនុស្សរឹងមាំពិតប្រាកដប៉ុណ្ណោះទេទើបអាចផ្លាស់ប្ដូរបានពិធីបូជាបានបន្តអស់រយៈពេលកន្លះម៉ោងពេញមុននឹងបញ្ចប់ខាងសានរក្សាក្បាលចុះតាំងពីដើមដល់ចប់រាងកាយរបស់គាត់ហាក់បីដូចជាញ័រដោយមិនងាកមើលមុខអាសនៈឡើយគាត់គ្រាន់តែឈរនៅខាងក្រោយវាំងយ៉ាងហ្វឹងយ៉ាងស្ងៀមស្ងាត់ក្រៅពីការស្វែងរកប្រពន្ធរបស់គាត់នៅក្នុងពិភពលោកនេះគាត់មានទំនួលខុសត្រូវដ៏ធ្ងន់មួយទៀតបន្ទាប់ពីការបូជាបានបញ្ចប់បិសាចចចកបានបែកខ្ញែកហើយវាំងយ៉ាងហ្វឹងបានងាកទៅរកខាងសាននិង4នាក់ផ្សេងទៀតរួមទាំងលីងមួយសួយដោយនិយាយថាមកជាមួយខ្ញុំពួកគេទាំង5នាក់បានដើរតាមគាត់ទាំងញាប់ញ័រហើយក្រោមការដឹកនាំរបស់វាំងយ៉ាងហ្វឹងពួកគេត្រូវបាននាំទៅផ្ទះមួយនៅខាងលិចទីក្រុងចចកខ្យល់ផ្ទះដែលគេយកទៅគឺខុសពីផ្ទះដែលពួកគេធ្លាប់រស់នៅក្នុងភូមិពីមុនមកនេះគឺជាផ្ទះដែលសង់ពីឈើនិងថ្មដែលស្ថិតក្នុងរចនាបថនៃអគារ2ជាន់មានទីធ្លាខាងមុខហ៊ុំព័ទ្ធដោយបង្គោលឈើព័ទ្ធជុំវិញទីធ្លាតូចមួយដែលមានទំហំប្រហែល100ម៉ែត្រការ៉េវាងយ៉ាងហ្វឹងបានរុញទ្វារហើយនាំពួកគេទាំង5នាក់ទៅខាងក្នុងទីធ្លាទ្វារចូលអគារ2ជាន់បានបើកហើយស្ត្រីដ៏ស្រស់ស្អាតម្នាក់បានចេញមកដោយការភ្ញាក់ផ្អើលដោយឃើញការវិលត្រឡប់របស់វាងយ៉ាងហ្វឹងនាងក៏ប្រញាប់ទៅមុខហើយសួរដោយសំឡេងទាបថាចប់ហើយឬវាងយ៉ាងហ្វឹងដកដង្ហើមធំចប់ហើយស្ត្រីនោះអោនក្បាលភ្នែកឡើងក្រហមបន្តិចលើកនេះមានតែកូន5នាក់ទេបាន5នាក់ផ្សេងទៀតមិនបានសម្រេចដោយយល់ច្បាស់ពីអ្វីដែលបារាជ័យមានន័យថាស្ត្រីនោះបានអោនក្បាលរបស់នាងវាងយ៉ាងហ្វឹងបានអោបនាងហើយអោបនាងយ៉ាងទន់ភ្លន់ស្ត្រីនោះបាននិយាយដោយសំឡេងខ្សឹបខ្សួរហើយសំឡេងរបស់នាងស្អកគួរឲ្យគាត់សម្គាល់ចូលមកសិនទៅក្រោមការណែនាំរបស់វាងយ៉ាងហ្វឹងនិងស្ត្រីនោះខាងសាននិងអ្នកផ្សេងទៀតត្រូវបាននាំចូលទៅក្នុងផ្ទះមានភាពកក់ក្ដៅការតុបតែងគឺសាមញ្ញប៉ុន្តែពោពេញទៅដោយតុនិងកៅអីបន្ទប់ទាំងសងខាងនិងជណ្ដើរដែលនាំទៅដល់ជាន់ខាងលើស្ត្រីនោះបានចាក់ទឹកក្ដៅជាច្រើនពេងហើយហុចឲ្យពួកគេម្នាក់គ្រាន់តែកាន់ពេងក្នុងដៃខាងសានស្រាប់តែមានអារម្មណ៍ថាគាត់ត្រូវបានគេចាត់ទុកដូចជាមនុស្សម្ដងទៀតលីងមួយសួយមិនអាចជួយបានប៉ុន្តែយំយ៉ាងស្រទន់វាងយ៉ាងហ្វឹងដកដង្ហើមធំហើយនិយាយថាអ្នកមានសំណាងណាស់ប៉ុន្តែក៏សំណាងដែរដោយត្រូវបានជ្រើសរើសអ្នកទទួលបានជីវិតថ្មីកូនចាប់ពីថ្ងៃនេះទៅខ្ញុំនឹងក្លាយជាគ្រូរបស់អ្នកត្រូវរៀនអ្វីជាមួយនឹងខ្ញុំមានតែការសិក្សាឲ្យបានល្អនិងទទួលមានសមត្ថភាពការពារខ្លួនអ្នកប៉ុណ្ណោះទើបអ្នកអាចរស់នៅបានពិតប្រាកដក្នុងរយៈពេល3ឆ្នាំមានការវាយតម្លៃមួយទៀតហើយអ្នកនឹងត្រូវកម្ចាត់បិសាចជញ្ជក់ឈាមក្នុងចំណោមបិសាចចចកអ្នកក៏បានឃើញអ្វីដែលបានកើតឡើងចំពោះកុមារទាំងនោះនៅថ្ងៃនេះគាត់បាននិយាយបន្តថាខ្ញុំមិនដឹងថាអ្នកយល់ពីអ្វីដែលខ្ញុំកំពុងនិយាយនោះទេប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបង្រៀនអ្នកចាប់ពីថ្ងៃនេះទៅអ្នកនឹងរស់នៅជាមួយនឹងខ្ញុំរហូតដល់អ្នកបានឆ្លងកាត់ការវាយតម្លៃនឹងក្លាយជាអ្នកចាប់ចែងហើយនឹងអាចមានផ្ទះផ្ទាល់ខ្លួនគាត់ងាកទៅរកនារីដែលនៅក្បែរគាត់ហើយនិយាយថានេះជាម្ចាស់ស្រីរបស់អ្នកនាងឈ្មោះជីងជីងធ្លាប់ឆ្លងកាត់អ្វីគ្រប់យ៉ាងដែលអ្នកបានជួបប្រទះនៅថ្ងៃនេះយើងរួចជីវិតដោយសារតែយើងមានលក្ខណៈសម្បត្តិជាចៅហ្វាយនាយ3ឆ្នាំទៅមុខទៀតអ្នកក៏ត្រូវតែខំប្រឹងដើម្បីទទួលបានគុណវិវត្តន៍បែបនេះដែរដើម្បីកុំឲ្យធ្វើជាទេសកលតទៅទៀតអញ្ចឹងទៅសម្រាប់ទៅថ្ងៃស្អែកខ្ញុំនឹងចាប់ផ្ដើមការណែនាំអ្នកត្រូវប្រកាសថាយកផ្លាកសញ្ញានេះទៅជាមួយអ្នកគ្រប់ពេលបើអ្នកចង់ដើរទៅខាងក្រៅចូលយកវាមកជាមួយអ្នកជានិច្ចនៅពេលដែលគាត់និយាយលោកវាងយ៉ាងហ្វឹងបានផ្ដល់ផ្លាកសញ្ញាឈើដល់ពួកគេម្នាក់មួយដែលត្រូវបានឆ្លាក់ជាលំនាំនិងបង្កប់ដោយបំណែកស្រដៀងនឹងធ្មេញរបស់ចចកប៉ុន្តែមិនមែនជាប្រភេទចង្គមដ៏មុតនោះទេបន្ទប់ដែលពួកគេត្រូវស្នាក់នៅគឺនៅជាន់ផ្ទាល់ដីទាំងអស់ខាងសានត្រូវបានគេចាប់គូជាមួយនឹងក្មេងប្រុសអាយុជាង10ឆ្នាំឈីងជីងបាននាំពួកគេទៅបន្ទប់របស់ពួកគេហើយណែនាំទៅកាន់ពួកគេមានបន្ទប់ទឹករួមមួយនៅជាន់ទី1ហើយឈីងជីងបានសុំឲ្យពួកគេម្នាក់លាងខ្លួនជាមុនសិនបន្ទាប់ពីសម្អាតខ្លួនរួចម្នាក់ទទួលបានការស្លៀកសម្លៀកបំពាក់ដែលធ្វើមកពីក្រណាត់ទោះបីក្រណាត់នេះមានស្នាមប្រណាស់ក៏ដោយក៏មានសភាពក្រាស់និងផ្ដល់ភាពកក់ក្ដៅជាខ្លាំងក្រោយពីសម្អាតខ្លួនរួចអ្នករាល់គ្នាអាចប្រមូលផ្ដុំគ្នានៅជាន់ផ្ទាល់ដីដើម្បីញ៉ាំអាហារពួកគេបានបរិភោគរុក្ខជាតិដែលស្រដៀងនឹងមើមដោយគ្រាន់តែស្ងោររួមជាមួយនឹងសាច់ឆ្អឹងមួយចំនួនសម្រាប់ទេសកលវាពិតជាត្រូវបានចាត់ទុកថាជាពិធីបុណ្យមួយអាហារដែលមានស៊ុបសាច់មានរសជាតិឈ្ងុយឆ្ងាញ់ហាក់បានសម្រាលអារម្មណ៍របស់អ្នករាល់គ្នាយ៉ាងខ្លាំងប៉ុន្តែខាងសានបានកត់សម្គាល់ឃើញថាភ្នែក
របស់លីងមួយសួយនៅតែហើមវ៉ាងយ៉ាងហ្វឹងបានសួររកឈ្មោះរបស់ពួកគេក្នុងចំណោមអ្នកទាំង5ក្រៅពីថាំងសាននិងលីងមួយសួយ3អ្នកផ្សេងទៀតមិនមានឈ្មោះនោះទេ